ក្នុងជីវិតមនុស្សម្នាក់អាចជួបមនុស្សជាច្រើនដែលចូលមកនឹងចាក់ចេញពីជីវិតយើងប៉ុន្តែមានមនុស្សម្នាក់ដែលនៅតែស្រឡាញ់យកចិត្តទុកដាក់និងបារម្ភពីយើងគ្រប់ពេលវេលាដោយមិនដែលគិតពីផលតបស្នងនោះគឺម្ដាយគឺជាមនុស្សដែលលះបង់ស្ទើរគ្រប់យ៉ាងដើម្បីឲ្យកូនមានជីវិតល្អប្រសើរទោះខ្លួននឿយហត់យ៉ាងណាក៏នៅតែញញឹមដាក់កូនទោះមានទុក្ខប៉ុណ្ណាក៏ព្យាយាមលាក់ទុក្ខមិនចង់ឲ្យកូនព្រួយបារម្ភពេលកូនឈឺម្ដាយគេងមិនលក់ពេលកូនជួបទុក្ខម្ដាយឈឺចាប់ជាងនរណាទាំងអស់ហើយពេលកូនជោគជ័យមនុស្សដែលសប្បាយចិត្តដោយស្មោះបំផុតក៏គឺជាម្ដាយដដែលទឹកចិត្តម្ដាយមិនអាចវាស់បានដោយលុយឬសម្ភារៈអ្វីឡើយវាជាក្តីស្រឡាញ់ដ៏បរិសុទ្ធដែលនៅជាមួយកូនតាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃចុងក្រោយនៃជីវិតពេលខ្លះម្ដាយអាចស្ដីបន្ទោសឬតឹងរ៉ឹងតែក្រោយពាក្យទាំងនោះគឺជាក្តីបារម្ភនិងបំណងចង់ឲ្យកូនក្លាយជាមនុស្សល្អគ្មានម្ដាយណាចង់ឃើញកូនខ្លួនឯងដើរផ្លូវខុសឬរស់នៅដោយការលំបាកឡើយមនុស្សជាច្រើនតើតែធំឡើងទើបយល់ថាអាហារដែលឆ្ងាញ់បំផុតគឺអាហារដែលម្ដាយធ្វើកន្លែងដែលកក់ក្ដៅបំផុតគឺផ្ទះដែលមានម្ដាយនៅរង់ចាំដូច្នេះខណៈដែលនៅមានឱកាសសូមកុំភ្លេចស្រឡាញ់និងថែរក្សានិយាយពាក្យល្អជាមួយម្ដាយឲ្យបានច្រើនព្រោះមនុស្សដែលស្រឡាញ់យើងដោយគ្មានលក្ខខណ្ឌនិងអភ័យទោសឲ្យយើងគ្រប់ពេលគឺមានតែម្ដាយប៉ុណ្ណោះចំណែកឯឪពុកក៏ដូច្នោះដែរទោះកូនធ្លាប់ធ្វើខុសយ៉ាងណាក៏នៅតែជាកូននៅក្នុងបេះដូងរបស់ឪពុកនៅក្នុងជីវិតរបស់មនុស្សម្នាក់អាចមានថ្ងៃដែលដើរផ្លូវខុសអាចមានពេលដែលធ្វើឲ្យអ្នកមានគុណអស់សង្ឃឹមឬឈឺចាប់ដោយសារទង្វើរបស់ខ្លួនប៉ុន្តែសម្រាប់ឪពុកទោះកូនធ្លាប់ធ្វើខុសប៉ុណ្ណាក៏នៅតែជាកូនដែលគាត់ស្រឡាញ់